គាត់តែនិយាយថាត្រីជូរហ្នឹងអ្នកទាំងអស់គ្នាគាត់จะស្គាល់ហើយថាត្រីជូរនេះមកពីខាងខេត្តណាហើយដោយសារតែខ្ញុំនឹករសជាតិត្រីជូរពីខាងខេត្តស្ទឹងត្រែងពេកថ្ងៃនេះខ្ញុំបានកំងឲ្យបានតាំងពីខេត្តស្ទឹងត្រែងមកហ្មងតែបានតែខ្ញុំកំងហ្នឹងមានផ្អកត្រីពោមានផ្អកពងត្រីរៀលហើយនឹងជាពិសេសហ្នឹងគឺត្រីជូរហ្នឹងឯងដោយសារកាលពីអុំទូក2024នោះពួកខ្ញុំបានទៅដើរលេងនៅមណ្ឌលរតនៈហើយក៏ឈានចូលស្ទឹងត្រែងហើយក៏ជាលើកទី1ដែលខ្ញុំទៅខេត្តស្ទឹងត្រែងដូចគ្នាហើយខ្ញុំបានទៅភ្លក់ម្ហូបប្លែកៗដែលគេល្បីតាម Facebook តាមអីអញ្ចឹងណាហើយជាប់ចិត្តហ្នឹងគឺមានត្រីជូរហើយនឹងប្រខឹមហើយម្ហូបចេះតែបានញ៉ាំម្ដងហើយយើងចូលចិត្តហើយអង្គុយគឺនឹកឃើញចង់ញ៉ាំគាត់តែនិយាយថាត្រីជូរហ្នឹងអ្នកទាំងអស់គ្នាគាត់จะស្គាល់ហើយថាត្រីជូរនេះមកពីខាងខេត្តណាហើយដោយសារតែខ្ញុំនឹករសជាតិត្រីជូរពីខាងខេត្តស្ទឹងត្រែងពេកថ្ងៃនេះខ្ញុំបានកំងឲ្យបានតាំងពីខេត្តស្ទឹងត្រែងមកហ្មងតែបានតែខ្ញុំកំងហ្នឹងមានផ្អកត្រីពោមានផ្អកពងត្រីរៀលហើយនឹងជាពិសេសហ្នឹងគឺត្រីជូរហ្នឹងឯងដោយសារកាលពីអុំទូក2024នោះពួកខ្ញុំបានទៅដើរលេងនៅមណ្ឌលរតនៈហើយក៏ឈានចូលស្ទឹងត្រែងហើយក៏ជាលើកទី1ដែលខ្ញុំទៅខេត្តស្ទឹងត្រែងដូចគ្នាហើយខ្ញុំបានទៅភ្លក់ម្ហូបប្លែកៗដែលគេល្បីតាម Facebook តាមអីអញ្ចឹងណាហើយជាប់ចិត្តហ្នឹងគឺមានត្រីជូរហើយនឹងប្រខឹមហើយម្ហូបចេះតែបានញ៉ាំម្ដងហើយយើងចូលចិត្តហើយអង្គុយគឺនឹកឃើញចង់ញ៉ាំគាត់តែនិយាយថាត្រីជូរហ្នឹងអ្នកទាំងអស់គ្នាគាត់จะស្គាល់ហើយថាត្រីជូរនេះមកពីខាងខេត្តណាហើយដោយសារតែខ្ញុំនឹករសជាតិត្រីជូរពីខាងខេត្តស្ទឹងត្រែងពេកថ្ងៃនេះខ្ញុំបានកំងឲ្យបានតាំងពីខេត្តស្ទឹងត្រែងមកហ្មងតែបានតែខ្ញុំកំងហ្នឹងមានផ្អកត្រីពោមានផ្អកពងត្រីរៀលហើយនឹងជាពិសេសហ្នឹងគឺត្រីជូរហ្នឹងឯងដោយសារកាលពីអុំទូក2024នោះពួកខ្ញុំបានទៅដើរលេងនៅមណ្ឌលរតនៈហើយក៏ឈានចូលស្ទឹងត្រែងហើយក៏ជាលើកទី1ដែលខ្ញុំទៅខេត្តស្ទឹងត្រែងដូចគ្នាហើយខ្ញុំបានទៅភ្លក់ម្ហូបប្លែកៗដែលគេល្បីតាម Facebook តាមអីអញ្ចឹងណាហើយជាប់ចិត្តហ្នឹងគឺមានត្រីជូរហើយនឹងប្រខឹមហើយម្ហូបចេះតែបានញ៉ាំម្ដងហើយយើងចូលចិត្តហើយអង្គុយគឺនឹកឃើញចង់ញ៉ាំគាត់តែនិយាយថាត្រីជូរហ្នឹងអ្នកទាំងអស់គ្នាគាត់จะស្គាល់ហើយថាត្រីជូរនេះមកពីខាងខេត្តណាហើយដោយសារតែខ្ញុំនឹករសជាតិត្រីជូរពីខាងខេត្តស្ទឹងត្រែងពេកថ្ងៃនេះខ្ញុំបានកំងឲ្យបានតាំងពីខេត្តស្ទឹងត្រែងមកហ្មងតែបានតែខ្ញុំកំងហ្នឹងមានផ្អកត្រីពោមានផ្អកពងត្រីរៀលហើយនឹងជាពិសេសហ្នឹងគឺត្រីជូរហ្នឹងឯងដោយសារកាលពីអុំទូក2024នោះពួកខ្ញុំបានទៅដើរលេងនៅមណ្ឌលរតនៈហើយក៏ឈានចូលស្ទឹងត្រែងហើយក៏ជាលើកទី1ដែលខ្ញុំទៅខេត្តស្ទឹងត្រែងដូចគ្នាហើយខ្ញុំបានទៅភ្លក់ម្ហូបប្លែកៗដែលគេល្បីតាម Facebook តាមអីអញ្ចឹងណាហើយជាប់ចិត្តហ្នឹងគឺមានត្រីជូរហើយនឹងប្រខឹមហើយម្ហូបចេះតែបានញ៉ាំម្ដងហើយយើងចូលចិត្តហើយអង្គុយគឺនឹកឃើញចង់ញ៉ាំគាត់តែនិយាយថាត្រីជូរហ្នឹងអ្នកទាំងអស់គ្នាគាត់จะស្គាល់ហើយថាត្រីជូរនេះមកពីខាងខេត្តណាហើយដោយសារតែខ្ញុំនឹករសជាតិត្រីជូរពីខាងខេត្តស្ទឹងត្រែងពេកថ្ងៃនេះខ្ញុំបានកំងឲ្យបានតាំងពីខេត្តស្ទឹងត្រែងមកហ្មងតែបានតែខ្ញុំកំងហ្នឹងមានផ្អកត្រីពោមានផ្អកពងត្រីរៀលហើយនឹងជាពិសេសហ្នឹងគឺត្រីជូរហ្នឹងឯងដោយសារកាលពីអុំទូក2024នោះពួកខ្ញុំបានទៅដើរលេងនៅមណ្ឌលរតនៈហើយក៏ឈានចូលស្ទឹងត្រែងហើយក៏ជាលើកទី1ដែលខ្ញុំទៅខេត្តស្ទឹងត្រែងដូចគ្នាហើយខ្ញុំបានទៅភ្លក់ម្ហូបប្លែកៗដែលគេល្បីតាម Facebook តាមអីអញ្ចឹងណាហើយជាប់ចិត្តហ្នឹងគឺមានត្រីជូរហើយនឹងប្រខឹមហើយម្ហូបចេះតែបានញ៉ាំម្ដងហើយយើងចូលចិត្តហើយអង្គុយគឺនឹកឃើញចង់ញ៉ាំ